ខ្ញុំគឺជាអ្នកវិជ្ជបណ្ឌិតអានីរ៉ូតគុលកានីតាក់ទងមន្ទីរពេទ្យ Apollo នៅ Jayanagar ខ្ញុំនៅទីនេះដើម្បីណែនាំអំពីជំងឺដាច់សរសៃឈាមខួរក្បាលជំងឺដាច់សរសៃឈាមខួរក្បាលគឺជាជំងឺសរសៃឈាមណាមួយដែលមានការចាក់ស្ទះនៃការហូរឈាមទៅខួរក្បាលការទទួលស្គាល់ជំងឺដាច់សរសៃឈាមខួរក្បាលគឺមានសារៈសំខាន់អ្វីដែលខ្ញុំចង់លើកទឹកចិត្តគឺជាការចងចាំខ្លីមួយដែលអ្នកអាចចងចាំអំពីរោគសញ្ញាសំខាន់នៃជំងឺដាច់សរសៃឈាមខួរក្បាលនោះគឺ BFAST វាគឺជាការរឹតបន្តឹងសំតលឲ្យប្រសិនបើមានការបាត់បង់សមតុល្យ E គឺភ្នែកប្រសិនបើអ្នកមានការលំបាកក្នុងការមើលប្រសិនបើអ្នកមើលឃើញពីរដងឬប្រសិនបើអ្នកជំងឺមិនអាចមើលឃើញឬយល់អំពីអ្វីដែលត្រូវបានមើលឃើញ F គឺមុខប្រសិនបើមានការប្រែប្រួលនៃមុខឬប្រសិនបើមានការមិនស្មើគ្នានៃមុខ F គឺដៃវាអាចជាដៃវាអាចជាជើងប្រសិនបើមានការលំបាកក្នុងការលើកដៃឬជើង គឺការនិយាយប្រសិនបើអ្នកជំងឺមិនអាចនិយាយបានត្រឹមត្រូវប្រសិនបើអ្នកជំងឺមិនអាចយល់អំពីអ្វីដែលត្រូវបាននិយាយទៅគាត់បន្ទាប់មកគឺសំខាន់គឺពេលវេលាដើម្បីធ្វើដូច្នេះតើអ្នកណាអាចកើតជំងឺដាច់សរសៃឈាមខួរក្បាលអ្នកណាក៏អាចមានជំងឺដាច់សរសៃឈាមខួរក្បាលបានទស្សនៈមុនដែលថាជំងឺដាច់សរសៃឈាមខួរក្បាលគឺជាជំងឺនៃវ័យចាស់ឥឡូវនេះត្រូវបានបញ្ចេញជាបញ្ហាពីរទស្សនៈផ្សេងជាច្រើនដែលកើតឡើងដោយសារការផ្លាស់ប្ដូររបៀបរស់នៅដោយសារការផ្លាស់ប្ដូរនៃរបៀបធ្វើការរបស់មនុស្សការកង្វល់ដែលពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃនិងសកម្មភាពដូច្នេះសប្តាហ៍នេះយើងមានការព្យាបាលដែលអាចបញ្ច្រាស់ឬព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាលដែលកំពុងកើតឡើងទាំងនេះរួមមាន thrombolysis នោះគឺជាការចាក់ថ្នាំបំបែកកសរសៃឈាមដែលអាចផ្ដល់ឲ្យបានក្នុងរយៈពេល4ម៉ោងកន្លះដំបូងនៃការចាប់ផ្ដើមរោគសញ្ញាដែលអាចជួយបញ្ច្រាស់ប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយចំនួនដែលកើតឡើងជាមួយនឹងជំងឺដាច់សរសៃឈាមខួរក្បាលសម្រាប់មនុស្សដែលមានកសរសៃឈាមធំឬមានការចាក់ស្ទះនៅក្នុងសរសៃឈាមធំមួយនោះក៏អាចត្រូវបានព្យាបាលដោយការប្រើប្រាស់ mechanical thrombectomy mechanical thrombectomy គឺជាការដែលយើងចូលទៅក្នុងសរសៃឈាមដោយប្រើវិធីសាស្ត្រមេកានិកហើយយកកសរសៃឈាមចេញពីប្រព័ន្ធតើមានវិធីណាដើម្បីការពារជំងឺដាច់សរសៃឈាមខួរក្បាលទេអត់ចាស់មានប្រសិនបើអ្នកគ្រប់គ្រងមូលហេតុដែលបង្កគ្រោះថ្នាក់បានត្រឹមត្រូវនិងផ្លាស់ប្ដូររបៀបរស់នៅអាចការពារជំងឺដាច់សរសៃឈាមខួរក្បាលបានជិត70ទៅ80ឥឡូវនេះតើការផ្លាស់ប្ដូររបៀបរស់នៅទាំងនេះមានអ្វីខ្លះអ្នកត្រូវតែគ្រប់គ្រងការជក់បារីរបស់អ្នកត្រូវតែបញ្ឈប់ការជក់បារីអ្នកត្រូវតែបញ្ឈប់ការផឹកស្រាអ្នកត្រូវតែមានសកម្មភាពរាងកាយល្អក៏ដូចជាការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំដើម្បីដកចេញប្រសិនបើមានផលប៉ះពាល់ឬមូលហេតុដែលបង្កគ្រោះថ្នាក់ដូចជាជំងឺទឹកនោមផ្អែមជំងឺលើសឈាមជំងឺជាតិកូលេស្តេរ៉ុលខ្ពស់រឿងទាំងអស់នេះប្រសិនបើព្យាបាលបានត្រឹមត្រូវនិងគ្រប់គ្រងបានល្អជាច្រើនដងអ្នកអាចការពារការកើតជំងឺដាច់សរសៃឈាមខួរក្បាលឥឡូវនេះគួរឲ្យសោកស្ដាយដែលមានស្ថានភាពដែលអ្នកជំងឺចុងក្រោយត្រូវជួបជាមួយជំងឺដាច់សរសៃឈាមខួរក្បាលហើយពួកគេមិនត្រូវបានព្យាបាលនៅមន្ទីរពេទ្យដែលរៀបចំសម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាលឬពួកគេនៅឆ្ងាយមន្ទីរពេទ្យដែលរៀបចំសម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាលក្នុងរយៈពេលដូច្នេះសម្រាប់អ្នកជំងឺទាំងនោះក៏នៅមានក្តីសង្ឃឹមដោយសារតែការរីកចម្រើនថ្មីនៃការព្យាបាលដោយចលនាការព្យាបាលនិយាយនិងការព្យាបាលមុខរបរអ្នកជំងឺជាច្រើនអាចទទួលបានសកម្មភាពមួយចំនួនវិញប៉ុន្តែដើម្បីឲ្យរឿងទាំងនេះកើតឡើងអ្នកទាំងអស់គ្នាត្រូវតែដឹងអំពីជំងឺដាច់សរសៃឈាមខួរក្បាលដែលកំពុងកើតឡើងដូច្នេះប្រសិនបើអ្នកត្រូវតែដឹងអ្នកត្រូវតែចងចាំអក្សរកាត់ BFAST ដូច្នេះ BFAST គឺមានសារៈសំខាន់ណាស់អ្នកត្រូវតែធ្វើការប្រញាប់អ្នកត្រូវតែយកអ្នកជំងឺទៅមន្ទីរពេទ្យហើយប្រសិនបើព្យាបាលបានត្រឹមត្រូវអ្នកជំងឺជាច្រើនអាចជាសះស្បើយពីជំងឺដាច់សរសៃឈាមខួរក្បាល